បាទសួស្តីអ្នកទាំងអស់គ្នាដោយសារយើងមកជុំគ្នាហើយអញ្ចឹងយើងអាចចាប់ផ្ដើមតែម្ដងតើបងប្អូនទាំងអស់គ្នាផ្ទះដៃ1ផ្ទះដៃ2ផ្ទះដៃ3ថ្ងៃនេះយើងនឹងបន្តមេរៀនទៅលើមុខវិជ្ជាគរុកោសល្យរបស់យើងបន្តទៀតកាលពីសប្តាហ៍មុនយើងបានសិក្សាទៅលើមេរៀនមួយគឺនិយាយអំពីកិច្ចតែងការបង្រៀនតើមានបងប្អូនណានៅចាំរត់ថាកិច្ចតែងការបង្រៀនហ្នឹងវាមានសារៈសំខាន់យ៉ាងដូចម្ដេចសម្រាប់យើងជាគ្រូបង្រៀនបាទប៉ាលីជាលោកកិច្ចតែងការបង្រៀនពិតជាមានសារៈសំខាន់ណាស់ចំពោះគ្រូបង្រៀនដូចជាទី1ជាជាមួយស្មារតីដល់គ្រូកុំឲ្យគ្រូភ្លេចឬក៏គ្រូមិនបានពេញនៅសកម្មភាពណាមួយនៅក្នុងកិច្ចតែងការទី2ជួយឲ្យសម្រាប់ផលបំណងនៃសិក្សាមេរៀនបាទអរគុណច្រើនប៉ាលីបាទមានបងប្អូនណាយល់ឃើញយ៉ាងម៉េចទៀតដែរចាតារាបាទគ្រូកិច្ចការបង្រៀនមានសារៈសំខាន់ណាស់ដូចជាមូលការរៀនរបស់លោកគ្រូគាត់ទៅដល់ចំណុចចិត្តមានការរៀបចំសម្ភារៈអប់ទេសដើម្បីសម្រាប់ការបំណងមេរៀនដោយការរៀនក៏ប្រកបដោយលោកគ្រូមានសិទ្ធិភាពតាមទៅវិញបាទហ្នឹងហើយអរគុណច្រើនផ្ទះដៃអបអរសាទរឲ្យប៉ាលីនិងតារាមួយអញ្ចឹងកិច្ចតែងការបង្រៀនអាចថាវាគឺជាសម្ភារៈសម្រាប់ជំនួយស្មារតីយ៉ាងសំខាន់ក្នុងនាមយើងជាគ្រូបង្រៀនដោយសារតែលំនឹករបស់មនុស្សយើងគឺយើងមិនអាចចងចាំនៅគ្រប់រឿងរ៉ាវគ្រប់ហេតុការណ៍បាននោះទេដូច្នេះយើងត្រូវតែត្រៀមនូវគំនិតសំខាន់ខ្លឹមសារសំខាន់ក៏ដូចជាការរៀបចំសកម្មភាពគ្រូនិងសកម្មភាពសិស្សដើម្បីការពារកុំឲ្យយើងនឹងបាត់នៅម្ចាស់ការនៅពេលដែលយើងនឹងទៅបង្រៀនសិស្សបាទអញ្ចឹងហើយបានជាយើងគ្រូបង្រៀនហ្នឹងគឺត្រូវតែរៀបចំឲ្យបានត្រឹមត្រូវទៅតាមការណែនាំនៅក្នុងការសរសេរកិច្ចតែងការបង្រៀនបាទអញ្ចឹងបន្តទៅទៀតឧទាហរណ៍ថាប្រសិនបើយើងធ្វើការងារអ្វីមួយអញ្ចឹងតើដើម្បីឲ្យការងារនោះទទួលបានជោគជ័យតើបងប្អូនទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ឬក៏កំណត់ទៅលើអ្វីជាសំខាន់ដែរបាទកែវបាទលោកគ្រូដើម្បីឲ្យការបំពេញភារកិច្ចអ្វីមួយទទួលបានជោគជ័យគឺយើងត្រូវគួរកត់ស្គាល់ជាសំខាន់ទៅលើនឹងគោលបំណងឬក៏គោលដៅទេបាទហ្នឹងហើយអរគុណច្រើនកែវផ្ទះដៃឲ្យកែវមួយបាទហ្នឹងហើយអញ្ចឹងដើម្បីឲ្យការងារដែលយើងធ្វើនឹងទទួលបានជោគជ័យយើងគួរតែយកចិត្តទុកដាក់ទៅលើការកំណត់គោលបំណងឬក៏គោលដៅរបស់យើងបាទមានបងប្អូនណាយល់ឃើញយ៉ាងម៉េចទៀតចា៎អាចសាក់រនឹកបន្ថែមតិចមើលធីរីដូចជាមានអីចង់ចែករំលែកទៅគ្នាយើងហ៎ចាលោកគ្រូដើម្បីបំពេញភារកិច្ចយើងបានជោគជ័យយើងត្រូវទី1យើងកំណត់គោលដៅហើយទន្ទឹមនឹងការកំណត់គោលដៅយើងត្រូវតែឲ្យមានតកតងទៅនឹងការអនុវត្តគូផ្សំដើម្បីឲ្យការបំពេញភារកិច្ចរបស់យើងនឹងទទួលបានជោគជ័យបាទហ្នឹងហើយអរគុណច្រើនផ្ទះដៃឲ្យធីរីមួយបាទបាទអញ្ចឹងស្តីងគ្នានឹងការលើកឡើងរបស់កែវហើយនិងធីរីដូចគ្នាដែរបាទដើម្បីធ្វើកិច្ចការងារមួយឲ្យទទួលបានជោគជ័យយើងគួរតែកំណត់អ្វីដែលសំខាន់នោះគឺកំណត់នៅទិសដៅដែលយើងចង់ធ្វើហើយក៏ដូចជាមានការរៀបចំនៅផែនការសកម្មភាពនិងដែលយើងមិនអាចបំភ្លេចបាននោះគឺយើងត្រូវតែកំណត់អំពីគោលការណ៍របស់យើងថាតើយើងគួរតែមានគោលការណ៍យ៉ាងម៉េចដើម្បីឲ្យវាសម្រេចទៅនឹងទិសដៅហើយនឹងសកម្មភាពដែលយើងបានកំណត់នោះឯងបាទអញ្ចឹងថ្ងៃនេះយើងនឹងលើកឡើងមេរៀនរបស់យើងមួយទៀតគឺមេរៀនទី6ដែលយើងនិយាយអំពីគោលការណ៍បង្រៀនបាទចា៎បាទនៅក្នុងមេរៀននេះយើងនឹងលើកឡើងនៅវត្ថុបំណងចំនួន3ដែលអ្នកទាំងអស់គ្នានឹងចេះក្រោយពេលដែលបង្រៀនចប់ទី1គឺយើងនឹងប្រាប់បានអំពីបាទបញ្ញត្តិនិងខ្លឹមសារនៃគោលការណ៍បង្រៀនបានត្រឹមត្រូវតាមរយៈការសិក្សាទៅលើករណីសិក្សាហើយនឹងទី2គឺយើងកំណត់បានពីគោលការណ៍បង្រៀនទាំង7បានច្បាស់លាស់តាមរយៈការពិភាក្សាក្រុមហើយនឹងឆ្លើយសំណួរឆ្លុះបញ្ចាំងនិងទី3គឺយើងអ្នកទាំងអស់គ្នាអាចថាមានស្មារតីទំនួលខុសត្រូវនៅក្នុងការប្រើប្រាស់និងគោរពគោលការណ៍នៃការបង្រៀនបានត្រឹមត្រូវមាតិកាសំខាន់ដែលយើងនឹងលើកឡើងយកមកពិភាក្សានៅក្នុងម៉ោងនេះទី1គឺយើងនឹងជជែកគ្នាទៅលើសំណួរ warm up question បាទដើម្បីឲ្យអ្នកទាំងអស់គ្នាមានមូលដ្ឋានគ្រប់គ្រាន់នៅក្នុងការសិក្សាទៅលើមេរៀនទី6របស់យើងដែលនិយាយអំពីគោលការណ៍បង្រៀននេះហើយទី2យើងនឹងជជែកគ្នាថាតើអីគឺជាគោលការណ៍បង្រៀនហ្នឹងហើយនឹងទី3គឺយើងនិយាយអំពីករណីសិក្សាមួយបាទហើយនឹងទី4ខ្ញុំនឹងសំយោគឡើងវិញបន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើបទបង្ហាញ
ហើយនឹងសេចក្តីសន្និដ្ឋានព្រមទាំងឯកសារយោងផងដែរបាទអញ្ចឹងយើងចូលទៅដល់ចំណុចទី1របស់យើងដែលយើងនិយាយអំពី warm up question របស់យើងដែលក្នុងនេះខ្ញុំបានលើកឡើងនៅសំណួរចំនួន3បាទទី1គឺយើងនិយាយថាតើអ្វីគឺជាគោលការណ៍បង្រៀននិងទី2ថាតើគោលការណ៍បង្រៀនផ្ទាល់ខ្លួនរបស់បងប្អូននឹងគឺជាអ្វីដែរបាទហើយនឹងទី3ប្រសិនបើការបង្រៀនដែលមិនយកចិត្តទុកដាក់ទៅលើគោលការណ៍បង្រៀននោះនឹងមានផលវិបាកយ៉ាងដូចម្តេចខ្លះឥឡូវសូមបងប្អូនទាំងអស់គ្នាធ្វើការពិភាក្សាជាក្រុមតូចឬក៏ជាដៃគូហ្នឹងហើយយើងគិតទៅលើសំណួរទាំង3នេះបាទយើងអាចគិតបន្តិចទៅមានពេលរយៈពេល1នាទីបាទតែដូចម្ដេចដែលហៅថាគោលការណ៍បង្រៀនឬក៏អ្វីជាគោលការណ៍បង្រៀនតែហ្នឹងហើយយើងពិភាក្សាគ្នាជាដៃគូដែលអង្គុយចិត្តគ្នាក៏បានមកហើយយើងអាចឆ្លើយតាមការយល់ឃើញអត់មានជាចម្លើយត្រូវខុសអ្វីទេយើងគ្រាន់តែថាជាការសន្និដ្ឋានរបស់យើងរៀងខ្លួនមុននឹងយើងចូលទៅដល់ខ្លឹមសារស៊ីជម្រៅរបស់យើងតែឥឡូវអាចថាសូមស្ម័គ្រចិត្តយើងអាចឆ្លើយម្ដងមកសំណួរទៅដែលចាប់ផ្ដើមពីសំណួរទី1ថាតើអ្វីជាគោលការណ៍បង្រៀនបាទសូមចូលរួមឆ្លើយតាមការយល់ឃើញរបស់បងប្អូនទាំងគ្នាមកតាសេងហួរចា៎គ្រូគោលការណ៍បង្រៀនគឺជាសកម្មភាពដែលដឹកនាំការបង្រៀននឹងរៀនឲ្យសិស្សទទួលបានចំណេះដឹងអំណាចអយប័តឲ្យសិស្សស្របទៅតាមខ្លឹមសារមេរៀនបាទហ្នឹងហើយអរគុណទាំងដៃឲ្យសេងហួរមួយហ្នឹងហើយអរគុណច្រើនអញ្ចឹងតាមការលើកឡើងឬក៏ការយល់ឃើញរបស់សេងហួរថាគោលការណ៍បង្រៀនវាគឺជាសកម្មភាពដឹកនាំការបង្រៀនហើយនិងសកម្មភាពរៀនរបស់សិស្សដើម្បីឲ្យសម្រេចបានទៅនឹងចំណេះដឹងបំណិននិងអរិយាប័ត្រស្របទៅតាមខ្លឹមសារមេរៀនមួយបាទហ្នឹងហើយអរគុណច្រើនឥឡូវមានបងប្អូនណាយល់ឃើញយ៉ាងម៉េចដែរផ្សេងពីសេងហួរទៀតឬក៏ប្រហាក់ប្រហែលគ្នាដែរបាទចុះជួនកែវមានអីអាចថាចែកម្លែកដល់គ្នាយើងបានគ្រូគោលការណ៍បង្រៀនមានន័យថាគឺជានិយមឲ្យបង្ហាញពីរបៀបនៃការដឹកនាំសកម្មភាពបង្រៀនបាទហ្នឹងហើយអរគុណច្រើនទៀតដៃឲ្យកែវមួយបាទហ្នឹងហើយអញ្ចឹងរៀងខុសគ្នាបន្តិចដោយសារតាមការយល់ឃើញរបស់កែវគឺគាត់បានលើកឡើងថាគោលការណ៍បង្រៀនវាគឺជានិយមបាទឬក៏អាចថាវាគឺជាទស្សនៈនៃការអប់រំមួយដែលដឹកនាំសកម្មភាពបង្រៀននិងរៀនដូចគ្នាដែរដើម្បីសម្រេចទៅតាមវត្ថុបំណងដែលបានកំណត់ទុកនឹងឯងអរគុណសម្រាប់ការចូលរួមបាទអញ្ចឹងបាទយើងចូលដល់ជជែកគ្នាទៅលើសំណួរទី2ដែលយើងនិយាយថាតើគោលការណ៍បង្រៀនផ្ទាល់ខ្លួនរបស់បងប្អូនគឺជាអីព្រោះធម្មតាមនុស្សយើងម្នាក់យើងតែងតែមានហៅថាទស្សនៈខុសគ្នាអញ្ចឹងអ្វីគឺជាគោលការណ៍បង្រៀនផ្ទាល់ខ្លួនរបស់យើងដែរយល់ឃើញបាទណែចា៎គ្រូសម្រាប់ខ្ញុំខ្ញុំមានគោលការណ៍មួយពេលដែលរៀនសិស្សគឺចង់ឲ្យសិស្សគាត់មានភាពជាម្ចាស់ការខ្លួនឯងហើយមានភាពតែចិត្តហើយមានចរិតកម្មអរគុណច្រើនទៀតដៃឲ្យណែមួយបាទហើយណែគាត់ថាបានថាគោលការណ៍បង្រៀនសម្រាប់ខ្លួនគាត់ហ្នឹងគឺបរៀនធ្វើយ៉ាងណាឲ្យសិស្សហ្នឹងគឺគាត់សកម្មបាទហ្នឹងហើយអាចថាមានការច្នៃប្រឌិតនិងចូលរួមសកម្មភាពបានច្រើនដែរមកមានបងប្អូនណាយល់ឃើញយ៉ាងម៉េចទៀតបាទចន្ទរតបាទហ្នឹងហើយអរគុណច្រើនទៀតដែរចន្ទរតមួយបាទហ្នឹងហើយអញ្ចឹងទស្សនៈនៃការបង្រៀនឬក៏គោលការណ៍នៃការបង្រៀនរបស់ចន្ទរតគឺគាត់ថាធ្វើយ៉ាងណាសម្រាប់គាត់ផ្ទាល់គាត់ថាអប់រំឲ្យកុមារមានចំណេះដឹងចំណេះធ្វើហើយនឹងអរិយាប័ត្រសមរម្យមួយដើម្បីរស់នៅក្នុងសង្គមបានបាទហ្នឹងហើយអរគុណច្រើនសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នាឥឡូវយើងសូមបន្តទៅចូលសំណួរទី3របស់យើងថាប្រសិនបើការបង្រៀនរបស់យើងគ្រប់គ្នានឹងអត់មានយកចិត្តទុកដាក់ទៅលើគោលការណ៍បង្រៀនទេអញ្ចឹងតើនឹងជួបផលលំបាកយ៉ាងម៉េចខ្លះបាទបាទឃីមបាទហ្នឹងហើយប្រសិនបើការបង្រៀននឹងបានដាក់លើគោលការណ៍បង្រៀនខ្ញុំខកអបអរជាទី1សម្រាប់គ្រូព្រោះឲ្យការរៀនរបស់គ្រូនោះមិនបានស្គាល់គោលបំណងការសិស្សបាទទី2គឺការសិស្សទៅមិនបានទទួលបានខ្លឹមសាររបស់បង្រៀនបានត្រឹមត្រូវព្រោះអសិនហ្នឹងมันមានបំណងអរិយាប័ត្រ
សម្រាប់ការធ្វើការផ្សេងៗទេ បាទហ្នឹងហើយអរគុណច្រើនផ្ទះដៃឲ្យវត្តទី1បាទហ្នឹងហើយអញ្ចឹងបើសិនបើយើងជាគ្រូបង្រៀនហើយយើងអត់បានយកចិត្តទុកដាក់ទៅនឹងទស្សនៈនៃការអប់រំឬក៏អត់បានយកចិត្តទុកដាក់ទៅលើគោលការណ៍នៃការអប់រំអញ្ចឹងប្រកាសណាស់ដែលថាការអប់រំរបស់យើងគឺវាអត់ទទួលបានប្រសិទ្ធភាពទេដែលអាចធ្វើឲ្យទី1ការបង្រៀនរបស់យើងអត់សម្រេចតាមវត្ថុបំណងដែលយើងបានកំណត់ទុកហើយលទ្ធផលសិក្សារបស់សិស្សក៏អត់បានល្អប្រសើរដែរហ្នឹងហើយបាទអញ្ចឹងនឹងគឺជាផលវិបាកនៃការដែលបង្រៀនយើងអត់បានយកចិត្តទុកដាក់ទៅលើគោលការណ៍បង្រៀននឹងឯងអរគុណច្រើនសម្រាប់ការចូលរួមរបស់អ្នកទាំងអស់គ្នាអញ្ចឹងនេះខ្ញុំសូមសង្ខេបឡើងវិញខ្លីៗបាទអញ្ចឹងទី1គឺយើងនិយាយអំពីថាតើគោលការណ៍បង្រៀនជាអ្វីបាទគោលការណ៍បង្រៀនវាគឺជាទស្សនៈអប់រំមួយបាទឬក៏និយមដែលបង្ហាញអំពីរបៀបដឹកនាំសកម្មភាពនិងសកម្មភាពរៀននៅក្នុងលំនាំនៃការបង្រៀនមួយបាទដែលឡែកទី2គឺយើងនិយាយអំពីថាតើគោលការណ៍បង្រៀនផ្ទាល់ខ្លួនរបស់បងប្អូននឹងគឺជាអីអញ្ចឹងតែគ្នាយើងមិនបានលើកឡើងថាបរិញ្ញាត្រូវតែធ្វើយ៉ាងម៉េចឲ្យសិស្សនឹងមានចំណេះដឹងមានចំណេះធ្វើឬក៏បានអនុវត្តមានការច្នៃប្រឌិតអីអញ្ចឹងជាដើមបាទស្តៀងគ្នានឹងខ្ញុំដែរខ្ញុំតែងតែគិតទោះបីជាកាលពីមុនឡើយដែលខ្ញុំអត់ទាន់បានធ្វើការសិក្សាទៅលើមេរៀនតាក់ទងជាមួយនឹងគោលការណ៍បង្រៀនខ្ញុំតែងតែគិតថាការបង្រៀនបាទគឺគួរតែយកចិត្តទុកដាក់ចំពោះសិស្សដែលគាត់ខ្សោយបាទហ្នឹងហើយព្រោះយើងគិតថាបើសិនជាយើងបង្រៀនសិស្សដែលប្រកែឲ្យប្រកែខ្ញុំគិតថាវាមិនមែនជាគ្រូដែលប្រកែនោះទេផ្ទុយទៅវិញប្រសិនបើយើងជាគ្រូបង្រៀនហើយបង្រៀនសិស្សដែលខ្សោយឲ្យខ្លាយទៅជាសិស្សប្រកែនោះទើបជាគ្រូបង្រៀនដែលប្រកែពិតមែនបាទហ្នឹងជាទស្សនៈនៃការបង្រៀនរបស់ខ្ញុំដែលយើងអាចនិយាយថាជាគោលការណ៍នៃការបង្រៀនដែរប៉ុន្តែដោយការលើកឡើងរបស់អ្នកទាំងអស់គ្នាអានោះវាគឺជាការប្រកាន់យករៀងខ្លួនហើយក៏វាខុសប្លែកគ្នាពីម្នាក់ទៅម្នាក់ផងដែរបាទសំណួរទី3មិញគឺយើងថាប្រសិនបើការបរៀនរបស់យើងអត់បានយកចិត្តទុកដាក់ទៅលើគោលការណ៍បង្រៀននោះនឹងមានផលវិបាកយ៉ាងដូចម្ដេចអញ្ចឹងអ្វីដែលសំខាន់នោះគឺដូចវ៉ាឃីមក៏បានលើកឡើងអញ្ចឹងថាយើងនឹងពិបាកសំទោសយើងការបរៀនរបស់យើងនឹងអត់ទទួលបានប្រសិទ្ធភាពពេញលេញទេពលគឺការបង្រៀនមិនសម្រេចតាមវត្ថុបំណងហើយលទ្ធផលសិក្សារបស់សិស្សក៏មិនល្អប្រសើរនោះដែរបាទជាបន្តទៅទៀតនេះក៏យើងនឹងធ្វើការសិក្សាទៅលើករណីសិក្សាមួយបាទអញ្ចឹងអាចថាអក្សររៀងទូចបន្តិចអ្នកទាំងអស់គ្នាមើលឃើញទេបាទហ្នឹងហើយតោះឥឡូវសូមស្ម័គ្រចិត្តម្នាក់អានករណីសិក្សាបាទសូមរីណាចាបាទករណីសិក្សាពីតូចជាក្មេងប្រុសមានពិការភាពម្នាក់ពិបាកដើររៀននៅថ្នាក់ទី3នៃសាលាបឋមសិក្សាជនបទមួយក្នុងខេត្តស្វាយរៀងគាត់ជាក្មេងកំព្រារស់នៅជាមួយជីដូននិងមានជីវភាពក្រីក្រនិងពុំសូវមានសម្ភារៈសិក្សាគ្រប់គ្រាន់នោះទេថ្ងៃមួយលោកគ្រូរបស់គាត់បានរៀបចំការប្រឡងលើមុខវិជ្ជាអប់រំរត់ប្រណាំងនិងមុខវិជ្ជាហត្ថកម្មដោយតម្រូវឲ្យសិស្សម្នាក់ត្រូវទិញសម្ភារៈមួយពីតូមិនអាចចូលរួមរត់ប្រណាំងបានទេព្រមទាំងពុំមានលទ្ធភាពទិញសម្ភារៈឲ្យគ្រូទៀតផងកត្តានេះបាននាំឲ្យពីតូមិនទទួលបានពិន្ទុខ្ពស់លើមុខវិជ្ជាទាំងពីរទេពីតូមានអារម្មណ៍តូចចិត្តហើយតែងតែនិយាយប្រាប់មិត្តភក្តិថាគាត់មិនសូវយល់មេរៀនដែលគ្រូបង្រៀនទេមិត្តភក្តិរបស់គាត់បានឆ្លើយថាពួកគេក៏មិនសូវយល់មេរៀនដែរព្រោះលោកគ្រូតែងតែសរសេរមេរៀនច្រើនលើក្តារខៀននៅរាល់ម៉ោងបង្រៀនភាសាខ្មែរនិងពុំសូវឲ្យសិស្សធ្វើសកម្មភាពសិក្សានោះទេពោលគឺគ្រាន់តែចម្លងមេរៀនចូលសៀវភៅនិងទន្ទិញមេរៀនឲ្យចាំរីឯម៉ោងគណិតវិទ្យាលោកគ្រូតែងតែដាក់លំហាត់ឲ្យសិស្សអនុវត្តដោយពុំសូវបញ្យល់និងបង្ហាញសម្ភារៈឧបទេសដល់សិស្សដោយថ្នាក់មួយទៀតវិសិទ្ធបាំងគេឆាតមកបាទអូខេអរគុណច្រើនប៉ុណ្្នឹងចុះរីណាអរគុណបាទហ្នឹងហើយអញ្ចឹងករណីសិក្សារបស់យើងបាទខ្ញុំសូមសង្ខេបឡើងវិញហើយយើងអាចពិនិត្យមើលឲ្យច្បាស់លាស់ដើម្បីយើងមានមូលដ្ឋាននៅក្នុងការគិតទៅលើករណីសិក្សានេះដែរអញ្ចឹងអាចថាតួអង្គរបស់យើងនៅក្នុងនេះគឺទី1គឺពីទូបាទពីទូគាត់គឺជាក្មេងប្រុសដែលមានពិការភាពដែលគាត់ពិបាកដើរអញ្ចឹងណាគាត់ដើរអត់បានដូចយើងធម្មតាទេអាចថាគាត់មានបញ្ហាជើងអញ្ចឹងណាបាទហើយគាត់រៀននៅថ្នាក់ទី3នៃសាលាបឋមសិក្សាមួយហើយមិនតែប៉ុណ្ណោះពីទូនឹងក៏ជាក្មេងកំព្រាបាទដែលគាត់មកពីគ្រួសារក្រីក្រហើយគាត់ក៏រស់នៅជាមួយជីដូនទៀតបាទគាត់អត់មានឪពុកម្ដាយទេហើយដោយសារតែជីវភាពក្រីក្រនេះហើយ
ពីទូនោះគឺគាត់អត់សូវមានសម្ភារៈសិក្សាគ្រប់គ្រាន់ដូចគេទេប៉ុន្តែថ្ងៃមួយលោកគ្រូនៅសាលារបស់គាត់ហ្នឹងដែលជាគ្រូថ្នាក់ទី3ហ្នឹងបានរៀបចំការប្រឡងបាទទៅលើមុខវិជ្ជាអប់រំកាយដែលនៅក្នុងនោះលោកគ្រូតម្រូវឲ្យមានការរត់ប្រណាំងដើម្បីដាក់ពិន្ទុបាទហើយជាក់ស្ដែងគឺដោយសារតែពិន្ទុសំទោសដោយសារតែពីទូហ្នឹងគឺគាត់មានបញ្ហាជើងអញ្ចឹងគឺគាត់អត់បានចូលរួមនៅក្នុងការប្រឡងនឹងទេបាទហ្នឹងហើយមួយវិញទៀតដែរទៅលើមុខវិជ្ជាហត្ថកម្មគឺគ្រូនឹងតម្រូវឲ្យសិស្សទិញបាទសម្ភារៈដើម្បីយកមកដាក់នៅសាលាតាមពិតអ្នកទាំងអស់គ្នាក៏សុទ្ធតែធ្លាប់មានបទពិសោធន៍បែបហ្នឹងដែរអញ្ចឹងណាប៉ុន្តែសម្រាប់ពីទូនេះគឺបទពិសោធន៍របស់គាត់គឺអាចថាគាត់មកពីគ្រួសារក្រីក្រក៏មានលទ្ធភាពនៅក្នុងការទិញសម្ភារៈដើម្បីដាក់យកទៅឲ្យគ្រូដើម្បីបានពិន្ទុនឹងទេអញ្ចឹងគឺគាត់អត់បានទាំងប្រឡងប៉ុណ្ណឹងសំទោសប្រឡងមុខវិជ្ជាអប់រំកាយផងហើយនឹងហត្ថកម្មដែរបាទអញ្ចឹងកត្តានេះហើយដែលធ្វើឲ្យពីទូនឹងគាត់ទទួលបានពិន្ទុទាបឬក៏ពិន្ទុគាត់អត់សូវល្អទេទៅលើមុខវិជ្ជាទាំងពីរហើយគាត់មានអារម្មណ៍ថាតូចចិត្តហើយនឹងតែងតែប្រាប់មិត្តភ័ក្តិរបស់គាត់ថាគាត់នឹងអត់សូវយល់ខ្លឹមសារមេរៀនបាទហើយតែប៉ុណ្ណោះមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បានលើកឡើងថាគាត់ក៏មិនសូវយល់មេរៀនដែរដោយសារតែការបង្រៀនរបស់គ្រូរបស់គាត់ហ្នឹងគឺតែងតែសរសេរអក្សរដាក់នៅលើក្តារខៀនច្រើនពេកបាទហើយឲ្យសិស្សហ្នឹងគឺគាត់គ្រាន់តែចម្លងចូលសភៅហើយនឹងចាំស្ដាប់តែប៉ុណ្្នឹងហើយទិញសភៅហ្នឹងឲ្យចាំតែប៉ុណ្្នឹងឯងរីឯនៅក្នុងការបង្រៀនគណិតក៏ដូចគ្នាដែរគឺគ្រូគាត់តែងតែដាក់តលំហាត់ឲ្យអនុវត្តតែម្ដងដោយពុំសូវមានការពន្យល់និងបង្ហាញសម្ភារៈឧបទេសឲ្យសិស្សមើលដូចថ្នាក់ដែលនៅក្បែរគាត់នោះទេបាទហ្នឹងហើយអញ្ចឹងអាចថានេះគឺយើងព្យាយាមស្វែងយល់ប៉ុណ្ណឹងបន្ទាប់ពីនេះយើងអាចធ្វើការពិភាក្សាជាក្រុមដែលយើងមានសំណួរសិក្សាទៅលើករណីនេះចំនួន4ដែលយើងក្រុមយើងអាចបែងចែកដូចដែលយើងបានរៀបមិញក្រុមទី1ក្រុមទី2ហើយនិងក្រុមទី3និងក្រុមទី4ដែលមួយក្រុមយើងពិភាក្សាទៅលើសំណួរចំនួន1ហើយយើងមានរយៈពេល5នាទីបាទអញ្ចឹងនេះគឺជាសំណួរបាទហើយអញ្ចឹងអាចចម្លងសំណួររបស់ក្រុមយើងរៀងៗខ្លួនហើយយើងអាចសរសេរដាក់នៅលើกระดาษឆាតមកសរសេរគោលខ្លីៗបាទព្រោះនេះអត់មានជាការខុសត្រូវអ្វីទេវាគ្រាន់តែជាការលើកឡើងនៅគំនិតផ្ទាល់ខ្លួនរបស់ក្រុមបាទតោះបាទយើងមានរយៈពេល5នាទីបន្ទាប់ពីការពិភាក្សាយើងឡើងមកបង្ហាញលទ្ធផលនៃការពិភាក្សាដែរតើអញ្ចឹងឥឡូវដោយសារយើងពិភាក្សាក្រុមរួចហើយយើងអាចចាប់ផ្ដើមបកស្រាយពីក្រុមទី1មកឥឡូវអាចថាផ្ទះដៃអបអសាទរឲ្យក្រុមទី1ជាក្រុមទី1គាត់នឹងឡើងបកស្រាយទៅលើសំណួរចំនួន1គឺសំណួរទី1របស់យើងដែលបានផ្ញើចូលមិញហើយអ្នកទាំងអស់គ្នាអាចសង្កេតនិងយកចិត្តទុកដាក់ទៅលើការធ្វើបទបង្ហាញរបស់គាត់ហើយក៏អាចលើកឡើងជាសំណួរបើសិនបើអ្នកទាំងអស់គ្នាមានកន្លែងណាដែលឆ្ងល់អត់ទាន់ច្បាស់អីណាតោះអញ្ចឹងក្រុមទី1អាចចាប់ផ្ដើមបានជាដំបូងសូមជម្រាបសួរលោកគ្រូនិងជម្រាបសួរដល់គ្រូសិស្សទាំងអស់គ្នាថ្ងៃនេះក្រុមខ្ញុំក្រុមទី1ឡើងមកបកស្រាយនៅសំណួរទី1ដែលមានពីកណាត់ដែលទី1គឺថាហេតុអ្វីបានជាពីទូទទួលបានលទ្ធផលសិក្សាពុំសូវល្អចំពោះចម្លើយរបស់ក្រុមបានឆ្លើយថាបានជាពីទូទទួលបានលទ្ធផលសិក្សាពុំសូវល្អពីព្រោះពីទូគាត់ជាជនពិការហើយចំពោះការប្រឡងនោះដែលមានមុខជា2ដែលគាត់ទទួលបានពិន្ទុមិនសូវល្អគឺទី1គឺមុខវិជ្ជាអប់រំកាយគឺមានការប្រឡងរត់ប្រណាំងអញ្ចឹងទៅដោយសារគាត់ជាជនពិការទេគាត់មិនអាចចូលរួមបានទេធ្វើឲ្យគាត់ទទួលបានលទ្ធផលសិក្សាទាបហើយចំពោះមុខជាមួយទៀតគឺមុខជាហត្ថកម្មដែលតម្រូវឲ្យសិស្សហ្នឹងគាត់ទិញសម្ភារៈមួយយកមកអញ្ចឹងទៅដោយគាត់ជា
ជនពិការហើយគាត់ជាកុមារកំព្រាទៀតចឹងទៅគាត់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញសម្ភារៈមកទេហើយចំពោះមួយទៀតនៅពេលដែលរៀនមុខវិជ្ជាខ្មែរភាសាខ្មែរហ្នឹងគ្រូគាត់គ្រាន់តែឲ្យសិស្សហ្នឹងកត់មេរៀនគាត់គ្រាន់តែកត់មេរៀនហើយឲ្យសិស្សយកសៀវភៅមកកត់មេរៀនដោយគាត់មិនបានពន្យល់ឬក៏បកស្រាយប្រាប់សិស្សនោះទេហើយចំពោះមួយទៀតគឺមុខវិជ្ជាគណិតវិទ្យាដោយគ្រូគាត់គ្រាន់តែសរសេរលំហាត់ហើយឲ្យសិស្សហ្នឹងយកលំហាត់ហ្នឹងយកមកធ្វើដោយគាត់មិនបានដឹងថាសិស្សហ្នឹងគាត់ចេះឬអត់ហើយក៏គាត់មិនបានពន្យល់ផងដែរដែលជាមូលហេតុនេះហើយដែលធ្វើឲ្យសិស្សគាត់មិនមានចំណេះដឹងគ្រប់គ្រាន់នៅក្នុងវិជ្ជាសាស្ត្រខ្មែរនិងគណិតវិទ្យានោះទេហើយក្រុមខ្មែរក៏បានបកស្រាយមកដល់ទីបញ្ចប់បើគ្រូសិស្សអស់គ្នាមានសំណួរអីអាចសួរមកកាន់ក្រុមខ្មែរអរគុណច្រើនអរគុណច្រើនឋានៈសម្រាប់ការបកស្រាយយើងចូលក្រុមសិនក៏បានបើមានសំណួរយើងអាចសួរពេលក្រោយក៏បានឥឡូវសូមបន្តក្រុមទី2អ្នកទាំងអស់គ្នាអាចចាប់អារម្មណ៍ទៅលើការធ្វើបទបង្ហាញរបស់ក្រុមទី2បន្តទៅទៀតជាដំបូងនេះខ្ញុំសូមគោរពជំរាបសួរលោកគ្រូក៏ដូចជាបងគ្រូសិស្សទាំងអស់គ្នាដែលមានវត្តមាននៅទីនេះហើយថ្ងៃនេះផងដែរគឺខ្ញុំទទួលបានសំណួរលេខ2ហើយជាក្រុមទី2ឡើងមកបកស្រាយទាក់ទងសំណួរចំពោះការបង្រៀនរបស់លោកគ្រូចំពោះករណីដែលគាត់បានបង្រៀនខាងលើអញ្ចឹងក្រុមខ្ញុំបានយល់ឃើញថាការបង្រៀនរបស់លោកគ្រូនោះគឺគ្មានការបង្ហាញទៅលើសម្ភារៈឧបទេសទេក្នុងការបង្រៀនរបស់គាត់អញ្ចឹងឧទាហរណ៍ថាការបង្រៀនគណិតវិទ្យារបស់គាត់នោះគឺអត់បានបង្ហាញដល់សិស្សទាក់ទងនឹងសម្ភារៈឧបទេសទេគឺចង់ឲ្យគាត់នឹងអនុវត្តលំហាត់យកតែម្ដងទាំងដែលសិស្សហ្នឹងពុំសូវយល់មេរៀនទេហើយចំណុចមួយទៀតហ្នឹងការបង្រៀនរបស់គាត់ហ្នឹងក៏បានឲ្យសិស្សមានភាពច្នៃប្រឌិតនិងបង្កើតថ្មីគឺទៅលើថាមុខវិជ្ជាហត្ថកម្មគឺអត់បានឲ្យសិស្សហ្នឹងគឺបានតម្រូវឲ្យសិស្សហ្នឹងទិញសម្ភារៈទៅវិញពុំបានបង្រៀនឲ្យគាត់ហ្នឹងចេះច្នៃប្រឌិតនិងបង្កើតថ្មីឬទៅលើសម្ភារៈងាយៗដែលអាចបង្កើតបាននោះទេអញ្ចឹងមួយទៀតហ្នឹងគឺយកឃើញថាការបង្រៀនរបស់គាត់ហ្នឹងកុំយល់ពីស្ថានភាពរបស់សិស្សឬក៏ភាពដោយឡែករបស់សិស្សមានថាការបង្រៀនរបស់គាត់ហ្នឹងមិនបានយកពីស្ថានភាពរបស់សិស្សដូចនេះគឺតើតង់ពីតួហ្នឹងគឺគាត់ជាសិស្សពិការហើយជាសិស្សដែលស្ថិតនៅក្នុងជីវភាពក្រីក្រហើយជាក្មេងកំព្រាទៀតអញ្ចឹងការបង្រៀនរបស់លោកគ្រូគឺអត់បានស្វែងយល់អំពីសិស្សនោះទេមួយទៀតតើតង់នឹងវិធីសាស្ត្របង្រៀនរបស់លោកគ្រូគឺតាមបែបបុរាណឧទាហរណ៍ទៅលើការបង្រៀនភាសាខ្មែររបស់គាត់គ្រាន់តែសរសេរមេរៀនឲ្យសិស្សគាត់តែប៉ុណ្ណោះអញ្ចឹងវិធីនេះគឺវាពុំបានឲ្យសិស្សហ្នឹងយល់ទៅលើខ្លឹមសារមេរៀនដែលគាត់បង្រៀននិងគោលបំណងរបស់គាត់បង្រៀនទេហើយការបង្រៀនរបស់គាត់ហ្នឹងក៏អត់មានអន្តរកម្មរវាងគ្រូនិងសិស្សដែរឧទាហរណ៍គាត់បង្រៀនឲ្យសិស្សតែសរសេរអក្សរបំបានយកចិត្តទុកដាក់ក្នុងការបង្រៀនឲ្យសកម្មភាពបង្រៀននឹងរៀនរបស់គាត់ហ្នឹងមានភាពសកម្មជាមួយសិស្សហើយការពំសូវយកចិត្តទុកដាក់ចំពោះការបង្រៀនចំពោះសិស្សការបង្រៀនចំពោះសិស្សគឺត្រូវយកចិត្តទុកដាក់ទៅលើថ្នាក់ទាំងមូលការគ្រប់គ្រងថ្នាក់ការយកចិត្តទុកដាក់លើសិស្សដែលគាត់មានភាពដោយឡែកខុសគ្នាស្ថានភាពអីផ្សេងៗគឺលោកគ្រូគាត់អត់បានយកពីស្ថានភាពរបស់សិស្សហើយនឹងការបង្រៀនរបស់គាត់ហ្នឹងគឺអត់យកចិត្តទុកដាក់លើការបង្រៀនមានថាការបង្រៀនរបស់គាត់ហ្នឹងធ្វើឲ្យតែហើយនឹងរួចបញ្ចប់មុខវិជ្ជាដែលគាត់បង្រៀននឹងទេហើយក្រុមរបស់ខ្ញុំការបកស្រាយគឺបានបញ្ចប់អរគុណច្រើនសម្រាប់អរគុណច្រើនសេងហួរដែលតំណាងក្រុមទី2យើងអាចបន្តទៅចូលក្រុមទី3តែម្ដងហើយចាំយើងសំយោគចុងក្រោយវិញហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចបន្តការយកចិត្តទុកដាក់ស្ដាប់ទៅលើការធ្វើបទបង្ហាញរបស់ក្រុមទី3ដែលយើងនឹងនិយាយឆ្លើយទៅនឹងសំណួរទី3ដូចគ្នាដែរครับចាជាដំបូងជំរាបសួរលោកគ្រូជំរាបសួរអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះក្រុមរបស់យើងខ្ញុំជាក្រុមទី3ដែលឆ្លើយទៅនឹងសំណួរគេសួរថាបើសិនបើអ្នកជាគ្រូបង្រៀនម្នាក់នោះតើអ្នកនឹងបង្រៀនយ៉ាងដូចម្ដេចដើម្បីឲ្យសិស្សឆាប់ចាប់បាននៅខ្លឹមសារមេរៀនអញ្ចឹងចំពោះក្រុមរបស់យើងខ្ញុំបានឆ្លើយថាប្រសិនបើខ្ញុំជាគ្រូបង្រៀនម្នាក់នោះដើម្បីឲ្យសិស្សឆាប់ចាប់បាននៅខ្លឹមសារមេរៀនខ្ញុំនឹងទី1គឺបង្ហាញសម្ភារៈឲ្យបានច្រើនមានន័យថាគ្រូបង្រៀនត្រូវតែផលិតសម្ភារៈឲ្យបានច្រើនទាក់ទងជាមួយនឹងខ្លឹមសារមេរៀនហើយយកទៅបង្ហាញសិស្សទៅតាមមុខវិជ្ជានីមួយៗធ្វើយ៉ាងណាឲ្យសិស្សនឹងគាត់ឆាប់យកឆាប់ចាប់បាននៅខ្លឹមសារមេរៀនជារៀងដែលគាត់នឹងគាត់មានន័យថាគាត់បង្រៀនទៅតាមការនិយាយរបស់គាត់អត់មានសម្ភារៈអីមកបង្ហាញមួយទៀតគឺឲ្យសិស្សនឹងផលិតសម្ភារៈងាយៗដោយខ្លួនឯងអញ្ចឹងនេះទាញចូលទៅដល់
ចំណុចមួយដែលរៀនអំពីការមុខវិជ្ជាហត្ថកម្មដែលគាត់នឹងឲ្យសិស្សតម្រូវឲ្យសិស្សទិញប៉ុន្តែសម្រាប់មេរៀនហត្ថកម្មអញ្ចឹងយើងគួរតែឲ្យសិស្សណែនាំឲ្យសិស្សហ្នឹងគាត់មើលឃើញពីធនធានជុំវិញខ្លួនគាត់ដែលជាសម្ភារៈងាយងាយហើយគាត់អាចយកមកផលិតជាសម្ភារៈមួយដែលវាស្របទៅនឹងខ្លឹមសារមេរៀនហើយសិស្សអាចចេះនៅក្នុងការផលិតសម្ភារៈទាំងអស់នោះបានយ៉ាងត្រឹមត្រូវហើយមួយទៀតគឺការបង្រៀនតាមគោលការណ៍គោលវិធីសិស្សមជ្ឈមណ្ឌលអញ្ចឹងគ្រូបង្រៀនត្រូវប្រើប្រាស់នៅគោលវិធីសិស្សមជ្ឈមណ្ឌលដើម្បីឲ្យសិស្សហ្នឹងមានសកម្មភាពនៅក្នុងនៅពេលដែលដំណើរការបង្រៀនអញ្ចឹងនៅពេលដែលយើងប្រើប្រាស់គោលវិធីសិស្សមជ្ឈមណ្ឌលធ្វើឲ្យគ្រូនិងសិស្សហ្នឹងមានអន្តរកម្មជាមួយគ្នាអញ្ចឹងហើយធ្វើឲ្យសិស្សហ្នឹងមិនមានន័យថាគាត់ហ្នឹងមិនតាំងអង្គុយចាំតែស្ដាប់ពីគ្រូទេគឺគាត់មានសកម្មភាពគាត់បញ្ចេញសកម្មភាពនៅក្នុងការបង្រៀនរបស់គ្រូផងហើយនឹងគាត់និយាយទៅគឺអាចថាមានការពិភាក្សាក្រុមអីផ្សេងៗអញ្ចឹងធ្វើឲ្យគាត់ហ្នឹងមានសកម្មភាពមួយទៀតគឺការសង្ខេបខ្លឹមសារមេរៀនខ្លីៗអញ្ចឹងចំពោះដែលយើងបន្ទាប់ពីរៀនចប់ហ្នឹងបើសិនជាគ្រូឲ្យកាត់មេរៀនទាំងអស់ហ្នឹងគឺសិស្សហ្នឹងអាចថាគាត់អត់យល់ទេថាបន្ទាប់ពីរៀនចប់ហ្នឹងមិនដឹងថាចំណុចណាដែលថាវាជាចំណុចសំខាន់អីអញ្ចឹងគាត់អត់អាចចាប់បានច្រើនទេប៉ុន្តែបើសិនជាគ្រូសង្ខេបខ្លឹមសារមេរៀនខ្លីៗយកតែចំណុចគោលមក2 3ចំណុចឬក៏ទៅតាមមេរៀនយកមកឲ្យសិស្សមើលសិស្សអាននៅពេលដែលគាត់បានកត់ចំណុចខ្លីៗហ្នឹងហើយគាត់នឹងមើលហើយថាបន្ទាប់ពីរៀនចប់គាត់ចេះបានកន្លែងនេះគាត់មិនទាំងចាំកន្លែងនេះគាត់យល់អញ្ចឹងការសង្ខេបមេរៀនខ្លីៗហ្នឹងគឺពិតជាល្អសម្រាប់ការរៀនមួយទៀតគឺបញ្យល់សិស្សឲ្យបានច្បាស់លាស់ពីរូបិយទៅអរូបិយអញ្ចឹងរាល់ការបញ្យល់មេរៀនយើងមិនមែនចាប់ដល់គឺអរូបិយភ្លាមនោះទេយើងត្រូវចាប់ផ្ដើមពីរូបិយទៅអញ្ចឹងយើងទាញនៅអីដែលងាយដែលយើងមាននៅចិត្តដៃឬក៏ជុំវិញខ្លួនយើងដែលសិស្សគាត់ស្គាល់ច្បាស់អីហ្នឹងគឺយើងទាញពីរូបិយទៅដើម្បីឲ្យធ្វើយ៉ាងណាយើងអាចថាគាត់មានចំណេះដឹងមានស្រាប់មួយជាមួយនឹងរូបិយបន្ទាប់មកដល់យើងផ្សារជាប់ពីរូបិយទៅអរូបិយអញ្ចឹងធ្វើឲ្យគាត់ហ្នឹងយល់នៅខ្លឹមសារមេរៀនដែលគ្រូបញ្យល់មួយទៀតគឺឲ្យគាត់នឹងធ្វើជាអ្នកសម្របសម្រួលក្នុងករណីគាត់ពិការអញ្ចឹងត្រង់ចំណុចនេះគឺយើងកលែងទៅមើលករណីសិក្សារបស់យើងគេនិយាយថាសិស្សពិការហ្នឹងគាត់បានចូលរួមក្នុងមុខវិជ្ជាកីឡាដែលនៅគេរត់ប្រណាំងអញ្ចឹងគាត់បានចូលរួមទេអញ្ចឹងយើងក៏ត្រូវយល់ពីភាពដែលឡែករបស់សិស្សគឺសិស្សគាត់មានពិការភាពអញ្ចឹងក្នុងករណីគាត់ពិការភាពគាត់អត់អាចរត់បានអញ្ចឹងយើងអាចឲ្យគាត់នឹងអង្គុយមកកន្លែងគាត់អាចថាអង្គុយនៅកន្លែងទីដែលដល់ទីនោះអាចគាត់ជាអ្នកកំណត់ម៉ោងឬក៏ជាអ្នកសម្របសម្រួលអីផ្សេងដើម្បីឲ្យគាត់បញ្ចេញសកម្មភាពអញ្ចឹងគាត់មានសកម្មភាពចូលរួមនៅក្នុងការបង្រៀនមុខវិជ្ជានឹងដែរអញ្ចឹងយើងក៏អាចឲ្យបន្ទុកទៅគាត់ផងដែរមួយទៀតគឺបង្រៀនតាមគោលការណ៍ទាំង3ខ្ញុំធ្វើយើងធ្វើអ្នកធ្វើឬក៏យើងអាចថា I do we do you do អញ្ចឹងគោលការណ៍ទាំង3នេះគឺយើងធ្វើនៅក្នុងដំណើរការបង្រៀនរបស់យើងដែលធ្វើឲ្យគ្រូនិងសិស្សនឹងកាន់តែមានអន្តរកម្មជាមួយគ្នាទៅវិញទៅមកអញ្ចឹងក្រុមរបស់យើងខ្ញុំក៏ដល់ទីបញ្ចប់បើសិនជាមានចម្ងល់អាចសួរមកកាន់ក្រុមយើងខ្ញុំបានអរគុណច្រើនរីណាហ្នឹងហើយសម្រាប់ការបកស្រាយតំណាងក្រុមទី3បាទឥឡូវយើងសូមបន្តទៀតតែដៃអបអរសាទរឲ្យចន្ទរតមួយបាទជាដំណើរសូមជម្រាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិនៅក្នុងថ្នាក់ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបកស្រាយទៅលើចំណុចលេខ4ដែលជាក្រុមទី4ជាក្រុមចុងក្រោយរបស់នាងខ្ញុំដែលគេថាយើងផ្អែកទៅលើករណីសិក្សាដែលយើងបានអានបានលោកគ្រូបានបញ្យល់សង្ខេបទៅលើអំបែងមិញនឹងដែរថាតែយើងគួរបបយកចិត្តទុកដាក់លើគោលការណ៍អ្វីខ្លះដើម្បីធានាការបង្រៀនរបស់យើងនឹងទទួលបានប្រសិទ្ធភាពពេញលេញអញ្ចឹងដើម្បីយកចិត្តទុកដាក់ឲ្យប្រសិទ្ធភាពការបង្រៀនរបស់យើងពេញលេញទី1យើងត្រូវបញ្ជាបរិយាបន្ននៅក្នុងការបង្រៀនយើងដឹងហើយថាពិទូគឺជាគាត់ជាជនពិការអញ្ចឹងយើងគប្បីតែបញ្ជ្រាបគាត់នឹងឲ្យបានចូលរួមនៅក្នុងការប្រឡងអប់រំកាយដូចគេដែរព្រោះអីគាត់ពិការអញ្ចឹងអាចថាគាត់អត់អាចរត់បានដូចគេឬក៏គាត់រត់បានដែរប៉ុន្តែរត់បានយឺតអញ្ចឹងទៅយើងគប្បីថាចាប់តាំងគាត់ជា
អ្នកដែលធ្វើជាអ្នកសម្រាប់សម្រួលឬក្រុមមុនឬក៏អ្នកកំណត់មកឬក៏អ្នកចាំសង្កេតការផ្សេងនៅថាក្រុមណារត់បានឆ្ងាយជាងណារត់បានយឺតជាងជាដើមហើយមួយទៀតជាវាការបង្រៀនបែបបុរាណយើងដឹងថាគ្រូគ្រាន់តែសរសេរមេរៀនដាក់លើក្តារខៀនមិនបានបញ្យល់មិនបានខ្វល់ខ្វាយពីសិស្សទេអញ្ចឹងការបង្រៀនហ្នឹងប្រៀបបីដូចជាការចាប់បញ្ច្រកសិស្សឲ្យទន្ទិញអ្វីដែលនៅក្នុងគម្ពីរទាំងអស់ដែលមិនមានការបញ្យល់បើសិនជាសិស្សមិនបានទន្ទិញចាំទេគាត់អាចនឹងថាឲ្យសិស្សខុសហើយមួយទៀតការលើកទឹកចិត្តសិស្សយើងឃើញថាករណីខាងលើហ្នឹងគឺអត់បានលើកទឹកចិត្តសិស្សរបស់គាត់ទេគឺគ្រូហ្នឹងដោយហាសិស្សមិនបានចូលរួមការប្រឡងឬក៏ការប្រឡងរបស់គាត់បរិញ្ញាបត្ររបស់គាត់ហ្នឹងសិស្សមិនបានទទួលចំណេះដឹងពេញលេញគឺគាត់អត់ខ្វល់យកចិត្តទុកដាក់ទៅលើសិស្សរបស់គាត់ទេសូម្បីតែការលើកទឹកចិត្តដូចថាពីទូគាត់ជាជនក្មេងកំព្រាមកពីគ្រួសារក្រីក្រអញ្ចឹងទៅគឺគាត់បានលើកទឹកចិត្តថាពីទូកូនជាអ្នកក្រីក្រអញ្ចឹងកូនអាចរៀនជាមួយលោកគ្រូបានទោះក៏មិនមានសមត្ថភាពទិញសម្ភារៈក៏ដោយក៏ប៉ុន្តែកូនអាចធ្វើអ្វីផ្សេងទៀតដើម្បីឲ្យលោកគ្រូបានហើយមួយទៀតការប្រើប្រាស់សម្ភារៈឧបទេសរបស់គាត់ដោយទៅត្រង់ចំណុចករណីសិក្សារបស់យើងគឺលើកឡើងទៅលើមុខវិជ្ជាគណិតវិទ្យាដែលហាគាត់មិនបានបញ្យល់ហើយសម្បីសម្ភារៈក៏បានបង្ហាញដែរអញ្ចឹងធ្វើឲ្យសិស្សរបស់គាត់នឹងមានការទៅចិត្តព្រោះអីគាត់សិស្សនឹងសង្កេតឃើញហាក់ផ្សេងគេមានសម្ភារៈឧបទេសគ្រូគេយកចិត្តទុកដាក់ការបរៀនរបស់គេឡើងមានសកម្មភាពរស់រវើកដល់ពេលគ្រូឯងវិញគ្រាន់តែដាក់លំហាត់ហើយឲ្យសិស្សដោះស្រាយដោយខ្លួនឯងទាំងសិស្សងងឹតងងល់មិនយល់អីទាំងអស់ហើយមួយទៀតគឺមានគំនិតច្នៃប្រឌិតតាក់ទងទៅនឹងការធ្វើហត្ថកម្មរបស់ពីទូគាត់ជាក្មេងកំព្រាដែលក្រីក្រគ្មានលទ្ធភាពក្នុងការទិញសម្ភារៈចឹងយើងអាចគាត់បីឲ្យគាត់ប្រើប្រាស់គំនិតច្នៃប្រឌិតរបស់គាត់ដើម្បីធ្វើការច្នៃប្រឌិតយកអ្វីមួយដើម្បីឲ្យលោកគ្រូហើយការច្នៃប្រឌិតហត្ថកម្មរបស់សិស្សនោះក៏យើងអាចយកជាការបិទជាផ្ទាំងលើកទឹកចិត្តរបស់គាត់ដែរដោយថាគាត់បានគូររូបភាពនោះមិនសូវស្អាតក៏ដោយក៏ប៉ុន្តែយើងអាចបិទទៅជាគំរូដល់សិស្សដទៃទៀតហើយមានការលើកទឹកចិត្តជំរុញឲ្យគាត់ចូលរួមសកម្មភាពរបស់យើងហើយមួយទៀតគឺការយកចិត្តទុកដាក់ចំពោះសិស្សករណីសិក្សានឹងគឺថាលោកគ្រូអត់យកចិត្តទុកដាក់ចំពោះសិស្សតែម្ដងបរៀនតាមតែគម្ពីរចាប់បញ្ច្រកសិស្សណាយល់សិស្សណាមិនយល់គឺគាត់អត់ខ្វល់មានការបញ្យល់បន្ថែមទេហើយមួយទៀតគឺការបង្រៀនតាមដំណាក់ទាំង4ទៅលើមុខវិជ្ជាគណិតវិទ្យាយើងដឹងថាគណិតវិទ្យាគឺទាមទារឲ្យយើងរៀនពីរូបិយពាក្យកណ្ដាលរូបិយពាក្យកណ្ដាលអរូបិយទៅអរូបិយប៉ុន្តែគ្រូវិញគឺអត់មានទេដាក់លំហាត់ហើយសិស្សណាយល់ក៏ធ្វើទៅសិស្សណាមិនយល់គឺអត់ទៅគាត់អត់មានខ្វាយខ្វល់ជាមួយសិស្សរបស់គាត់ទេហើយចឹងឯតាមករណីសិក្សាខាងលើចឹងចំណុចដែលយើងគួរដែលយើងសម្របសម្រួលការបង្រៀនរបស់យើងឲ្យមានប្រសិទ្ធភាពយើងគួរតែជៀសវាងពីករណីសិក្សាខាងលើដែលគ្រូបង្ហាញឧទាហរណ៍យើងមើលនឹងយើងគួរជាគ្រូសម័យថ្មីចឹងក៏បីជៀសវាងនៅចំណុចទាំងអស់ហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាមានចំណុចណាចង់បន្ថែមឬក៏មានចម្ងល់បន្ថែមលើក្រុមរបស់ពួកខ្ញុំក៏អាចចោទសួរមកកាន់ក្រុមពួកខ្ញុំបានបាទអរគុណច្រើនច័ន្ទរតសម្រាប់ការយកចិត្តទុកដាក់ក្នុងការបកស្រាយយើងអាចចូលកន្លែងបានហើយអ្នកទាំងអស់គ្នាសិតតែមានការយល់ដឹងបានទីជម្រៅទៅលើករណីសិក្សារបស់យើងដែលតាក់ទងចំណុចសំខាន់ដែលគ្រូនឹងគួរតែយកចិត្តទុកដាក់ដើម្បីឲ្យការបង្រៀនរបស់គាត់នឹងមានប្រសិទ្ធភាពអញ្ចឹងខ្ញុំសូមសង្ខេបខ្លីៗតាក់ទងជាមួយនឹងសំណួរពិភាក្សាក្រុមរបស់យើងមិញសំណួរទី1យើងសួរថាហេតុអីបានជាពីទូនឹងគាត់ទទួលបានបន្ទួអត់សូវល្អតែសារតែគាត់នឹងគឺអត់បានចូលរួមនៅក្នុងការប្រឡងបាទទៅលើមុខវិជ្ជាអប់រំកាយបាទមួយហើយនឹងមួយទៀតគឺគាត់អត់បានទិញសម្ភារៈឲ្យគ្រូតាមកាលកំណត់ទេដោយសារតែគាត់នឹងមកពីគ្រួសារដែលក្រីក្របាទហើយគាត់មិនសូវមានសម្ភារៈសិក្សាគ្រប់គ្រាន់ផងអញ្ចឹងគាត់មិនមានលទ្ធភាពទិញឲ្យគ្រូទេបាទហើយបានន័យថាពីទូហ្នឹងក៏គាត់បានត្អូញត្អែថាគាត់អត់សូវយល់បាទពីខ្លឹមសារមេរៀនហើយសិស្សដទៃនៅក្នុងថ្នាក់ហ្នឹងក៏គាត់បានបង្ហាញដែរថាអត់សូវយល់ខ្លឹមសារមេរៀនដូចគ្នាដែរអញ្ចឹងត្រង់ចំណុចនេះតាមពិតយើងអាចថាសិស្សគាត់មានលទ្ធផលសិក្សាធ្លាក់ចុះគឺមិនមែនកំហុសមកពីសិស្សនោះទេដូចដែលយើងធ្លាប់បានជជែកគ្នាថាជួនកាលគ្រូមួយចំនួននៅពេលដែលសិស្សមានការសិក្សាធ្លាក់ចុះឬក៏ការសិក្សាខ្សោយយើងតែងតែគិតថាសិស្សហ្នឹងគឺគាត់មានសមត្ថភាពសមត្ថភាពមានស្រាប់របស់គាត់ហ្នឹងអត់គ្រប់គ្រាន់ដើម្បីឡើងមករៀនមេរៀនហ្នឹងទេប៉ុន្តែក្នុងករណីនេះគឺមិនចង់សំដៅទៅលើរឿងហ្នឹងទេគឺសំដៅថាគ្រូគាត់អត់បានប្រើប្រាស់
វិធីសាស្ត្រសមស្របគ្រូនឹងមិនបានគោរពទៅតាមគោលការណ៍ត្រឹមត្រូវដែលធ្វើឲ្យសិស្សនៅក្នុងថ្នាក់ដែលរួមមានទាំងពិទូដែលគាត់ជាក្មេងដែលគាត់មានបានថាពិការភាពនឹងផងគាត់ហើយក៏ដូចជាសិស្សដទៃទៀតគឺគាត់អត់យល់ពីខ្លឹមសារដែលគ្រូបង្រៀននោះទេអញ្ចឹងគឺបញ្ហាគឺយើងចង់ផ្ដោតទៅលើគ្រូវិញបាទនឹងសំណួរទី2យើងសួរថាតើការបង្រៀនខាងលើហ្នឹងរបស់លោកគ្រូខាងលើហ្នឹងមិនយកចិត្តទុកដាក់ទៅលើវិសេសភាពរបស់សិស្សបាទអញ្ចឹងគឺការបរៀនរបស់គាត់ហ្នឹងគឺគាត់អត់បានគិតទៅលើសុខភាពផ្លូវកាយរបស់ពិទូព្រោះយើងដឹងថាពិទូគឺគាត់មានបញ្ហានៅក្នុងការដើរបាទដូចអ្នកទាំងអស់គ្នាអាចថាចុះទៅ star កន្លងមកអញ្ចឹងព្រោះមានសិស្សខ្លះគាត់មានបញ្ហានៅក្នុងការមើលអញ្ចឹងយើងក៏ត្រូវតែយកចិត្តទុកដាក់ទៅលើវិសេសភាពរបស់សិស្សហ្នឹងដូចគ្នាដែរហើយនៅក្នុងឃ្លាមួយនោះគេក៏បានរំលេចថាពិទូហ្នឹងគឺគាត់មានអារម្មណ៍ថាតូចចិត្តណាបាទអញ្ចឹងអាចថាយើងត្រូវយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តរបស់គាត់ដែរបាទហើយការបរៀនរបស់គាត់នោះគឺអត់មានទេអភ័ន្តរញ្ញាណបាទគ្មានទេការប្រើប្រាស់សម្ភារៈឧបទេសដើម្បីជំនួយទៅដល់ការគិតរបស់សិស្សបាទហើយមិនតែប៉ុណ្ណោះការបរៀនរបស់គាត់ហ្នឹងគឺមិនបានផ្សារភ្ជាប់នឹងការសិក្សាទៅលើទ្រឹស្ដីដើម្បីឈានទៅដល់ការអនុវត្តនៅក្នុងមុខវិជ្ជាគណិតវិទ្យាគឺការគណនាលំហាត់នោះដែរបាទនឹងទី3ដើម្បីឲ្យសិស្សឆាប់យល់ខ្លឹមសារមេរៀនហ្នឹងគ្រូអាចយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់អភ័ន្តរញ្ញាណហើយនឹងប្រើប្រាស់ការសិក្សាទ្រឹស្ដីដែលផ្សារភ្ជាប់ជាមួយនឹងការអនុវត្តនិងគោរពទៅលើវិសេសភាពរបស់សិស្សបាទហើយដែលរួមមានដូចជាការលើកទឹកចិត្តបន្ថែមទៀតរវាងសិស្សនៅក្នុងថ្នាក់ហ្នឹងឲ្យបានស្មើគ្នាបាទហើយនឹងទី4ដើម្បីឲ្យការបង្រៀនបាទរបស់យើងមានប្រសិទ្ធភាពពេញលេញហ្នឹងគឺយើងគួរគប្បីយកចិត្តទុកដាក់ទៅលើការអនុវត្តគោលការណ៍បង្រៀនទាំង7របស់យើងនឹងឯងបាទមុននឹងចូលទៅដល់សិក្សាស៊ីជម្រៅទៅលើគោលការណ៍ទាំង7លោកគ្រូអាចសូមបង្ហាញអ្នកទាំងអស់គ្នាដែរថាតាមការពិតអាគោលការណ៍នៅក្នុងការបង្រៀននេះគឺមិនមែនទើបតែមាននៅក្នុងពេលសម័យបច្ចុប្បន្ននេះទេគឺមានតាំងពីមុនគ្រិស្តសករាជមកម្លេះជាក់ស្ដែងតាមខ្លឹមសារមេរៀននៅក្នុងសៀវភៅសិក្សាគោលរបស់យើងគេបានលើកឡើងថាចរិតប្រវត្តិសាស្ត្រនៃគោលការបង្រៀននេះគឺតាមទ្រឹស្ដីរបស់កុងហ្វុយស៊ុលបាទកុងហ្វុយស៊ុលនេះបើយើងប្រែមកអាចថាយើងមើលទៅគឺគាត់ជាជនជាតិចិនបាទដែលយើងហៅថាខុងជឺបាទខុងជឺបាទគឺតាំងពីឆ្នាំ551មុនគ្រិស្តសករាជម្លេះបាទអញ្ចឹងគាត់តែងតែលើកឡើងថាការបង្រៀនហ្នឹងគឺគ្រូមិនត្រឹមតែធ្វើឲ្យសិស្សសប្បាយទេប៉ុន្តែត្រូវតែធ្វើឲ្យសិស្សហ្នឹងចូលចិត្តនៅក្នុងការរៀនដែរមានន័យថាត្រូវតែធ្វើយ៉ាងណាឲ្យសិស្សហ្នឹងមានការភ្ញាក់រលឹកហើយមានចិត្តចង់រៀនដោយខ្លួនឯងបាទហើយនៅក្នុងហ្នឹងក៏មានគេលើកឡើងជាភាសាអង់គ្លេសថា it does not matter how slowly you go as long as you do not stop បាទថាវាអត់ជាបញ្ហាទេនៅពេលដែលយើងនឹងធ្វើដំណើរឬក៏យើងធ្វើកិច្ចការអីមួយនោះវាយឺតប៉ុណ្ណាក៏ដោយប៉ុន្តែយើងនឹងមិនឈប់ធ្វើវានោះទេបាទហ្នឹងហើយអញ្ចឹងនេះគឺសិតតែជាអ្នកទស្សនវិទូដែលសំដៅអ្នកដែលទស្សនវិទូដែលគេលើកឡើងនៅទ្រឹស្ដីដើម្បីឲ្យយើងគោរពទៅតាមវិសេសភាពឬក៏ដាស់តឿនសិស្សនឹងឲ្យចង់រៀនជាសំខាន់ដែរបាទមួយទៀតគឺគេលើកឡើងបាទចរិតប្រវត្តិសាស្ត្រនេះដែរបាទតាក់ទងជាមួយនឹងទ្រឹស្ដីរបស់ James Amon Komenski បាទនេះគឺឆ្នាំ1592រហូតដល់ឆ្នាំ1670បាទអញ្ចឹងចំពោះ Komenski នេះគឺគាត់បានផ្ដោតសំខាន់ទ្រឹស្ដីជាមូលដ្ឋាននៅក្នុងការបង្រៀនថាការបង្រៀនគឺត្រូវតែធ្វើយ៉ាងណាពង្រីកអភ័ន្តរញ្ញាណរបស់សិស្សសំដៅគឺពង្រីកចរិតអភ័ន្តរញ្ញាណហើយនឹងប្រព័ន្ធនៃចំណេះដឹងគឺត្រូវតែមានជាលក្ខណៈជាប្រព័ន្ធពីមេរៀនមួយទៅមេរៀនមួយពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយដែរបាទហើយមិនតែប៉ុណ្ណោះគឺគាត់ក៏បានផ្ដោតសំខាន់ទៅលើការយកចិត្តទុកដាក់ទៅលើសុខភាពគ្រប់ពេលបានគ្រប់សិស្សទាំងអស់គឺបានផ្ដោតសំខាន់ទៅលើការថែរក្សាសុខភាពបាទសូម្បីតែបច្ចុប្បន្នហ្នឹងក៏យើងមានម៉ោងការអប់រំកាយហ្នឹងគឺដើម្បីធ្វើឲ្យយើងមានសុខភាពល្អនឹងឯងបាទហើយការរស់នៅរបស់យើងគ្រប់គ្នាមិនថាគ្រូមិនថាសិស្សមិនថាប្រជាពលរដ្ឋទូទៅគឺយើងក៏ឲ្យតម្លៃទៅលើសុខភាពនឹងឯងបើសិនបើយើងមានសុខភាព
ចឹងគ្មានទេគឺការរៀនបានចំណាត់ថ្នាក់ល្អគ្មានទេគឺការបង្រៀនបានល្អដូចគ្នាដែរហើយគ្មានទេការបំពេញភារកិច្ចបានល្អអញ្ចឹងអ្វីដែលសំខាន់ជាងគេគឺសុខភាពនេះបើតាមការលើកឡើងរបស់ Kominsky បាទនឹងមួយទៀតគឺអាចថាជាគោលការណ៍បង្រៀនរបស់គាត់ដែរគឺក្តាប់បាននៅចំណេះដឹងសិស្សបាទហើយនឹងគោរពពិសេសភាពរបស់សិស្សទៅតាមវ័យរបស់សិស្សហើយនឹងពង្រីកចរិតភ្ញាក់រលឹកនិងសកម្មភាពសិក្សារបស់សិស្សដែរបាទមួយទៀតដែរគឺជាទ្រឹស្ដីរបស់Konstantin Usinsky បាទអញ្ចឹងគាត់គឺជាអ្នកប្រាជ្ញជនជាតិរុស្ស៊ីបាទហើយគោលការណ៍បង្រៀនរបស់គាត់នោះគឺថាគឺត្រូវតែពឹងផ្អែកទៅលើមូលដ្ឋាននៃការសិក្សាចិត្តវិទ្យាតក្កវិទ្យាជីវវិទ្យាហើយនឹងសង្កត់ធ្ងន់ទៅលើចរិតអភ័ន្តរញាណដែរបាទហើយនឹងធ្វើយ៉ាងណាឲ្យសិស្សនឹងមានចរិតម្ចាស់ការនិងយល់ដឹងបាទថាពីសិក្សាពីសិស្សស្គាល់សិស្សហើយនឹងលក្ខណៈជាប្រព័ន្ធនៃចំណេះដឹងដូចគ្នាដែរអញ្ចឹងត្រឡប់មកវិញអាចថានៅក្នុងការសិក្សាគោលការណ៍បង្រៀននេះគឺមិនមែនទើបតែកើតមានទេគឺវាមានតាំងពីសម័យមុនគ្រិស្តសករាជមកម្លេះហើយគោលការណ៍បង្រៀននេះវាប្រែប្រួលពីអាចថាពីមួយចំនួនទៅមួយចំនួនទៅតាមការវិវត្តនៃសង្គមបាទប៉ុន្តែវានៅតែរក្សានៅអត្ថន័យរួមមួយគឺធ្វើយ៉ាងណាឲ្យការសិក្សារបស់សិស្សហ្នឹងគឺមានភាពល្អប្រសើរឡើងហើយនឹងមានការអភិវឌ្ឍទៅលើចំណេះដឹងរបស់សិស្សបាទហើយអញ្ចឹងយើងសង្កេតមកមើលបច្ចុប្បន្នថាតើនៅសាលាចំណេះដឹងទូទៅមានគោលការណ៍សំខាន់ចំនួន7ហ្នឹងគឺអីខ្លះដែរបាទអញ្ចឹងខ្ញុំសូមបង្ហាញខ្លីៗតែម្ដងបាទទី1ប្រព័ន្ធគោលការណ៍បង្រៀននៅសាលាចំណេះដឹងទូទៅដែលថាគោលការណ៍ទី1នោះគឺការបង្រៀនត្រូវធានាបាននៅចរិតអប់រំបាទមានន័យថាគ្រូបង្រៀនត្រូវតែផ្ដល់ឲ្យសិស្សនៅវិជ្ជាសម្បទាបំណិនហើយនឹងការអប់រំចរិយាសម្បទាទៅដល់សិស្សគ្រប់គ្នាដែរបាទនេះគោលការណ៍ទី1គោលការណ៍ទី2បាទគឺការបង្រៀនត្រូវធានាបាននៅចរិតវិទ្យាសាស្ត្របាទអញ្ចឹងអាចថាផ្ដល់ឲ្យសិស្សនៅចំណេះដឹងវិទ្យាសាស្ត្របាទនិងផ្ដល់ចំណេះដឹងឲ្យសិស្សដោយមានវិធីសាស្ត្រសមស្របទម្លាប់សិស្សឲ្យចេះត្រិះរិះពិចារណានៅគ្រប់ហេតុការណ៍ឬក៏គ្រប់បាតុភូតដែលយើងបានលើកឡើងយើងមកបង្ហាញហើយដូចរូបនេះអញ្ចឹងនេះក៏អាចថាវាជាលក្ខណៈវិទ្យាសាស្ត្រដែរដោយសារតែយើងបានសិក្សាទៅលើមុខវិជ្ជាកសិកម្មអញ្ចឹងដើម្បីដឹងពីការលូតលាស់ដឹងពីការដាំដុះអញ្ចឹងយើងត្រូវតែធ្វើការពិសោធន៍ធ្វើការដាំដោយផ្ទាល់តែម្ដងបាទទី3ការបង្រៀនត្រូវធានាបាននៅចរិតប្រតិបត្តិបាទអញ្ចឹងអាចថាបន្ទាប់ពីយើងសិក្សាទ្រឹស្ដីហើយយើងឲ្យតម្លៃបើទ្រឹស្ដីក៏វាមានសារៈសំខាន់ដែរទ្រឹស្ដីប្រៀបបានដូចជាទៅនឹងប្រតិបត្តិសម្រាប់បំភ្លឺផ្លូវសម្រាប់បំភ្លឺឲ្យយើងនឹងឈានទៅដល់រកការអនុវត្តផ្ទាល់រកការប្រតិបត្តិផ្ទាល់បាទហើយអាចថាយើងត្រូវតែចេះផ្សារភ្ជាប់ការប្រតិបត្តិនោះទៀតសោតទៅក្នុងជីវភាពរស់នៅបាទអញ្ចឹងដូចដែលបានបង្ហាញអញ្ចឹងនេះគឺជាការអនុវត្តផ្ទាល់តែម្ដងទៅលើមុខវិជ្ជាកសិកម្មរបស់យើងដែលយើងនិយាយអំពីការចិញ្ចឹមត្រីបាទហើយយើងក៏អាចថាអនុវត្តផ្ទាល់របស់យើងមួយទៀតដែរគឺតាក់ទងជាមួយនឹងការចុះកម្មសិក្សាផ្ទាល់តែម្ដងបាទហើយអញ្ចឹងយើងសិក្សានៅក្នុងសាលាវាគឺជាការសិក្សាទ្រឹស្ដីពេលដែលយើងយកខ្លឹមសារទាំងអស់នោះយកបទពិសោធន៍ទាំងអស់នោះយកទៅអនុវត្តនៅក្នុងការចិញ្ចឹមត្រីយកទៅអនុវត្តនៅក្នុងការបង្រៀនសិស្សរបស់យើងនៅសាលាកម្មសិក្សានឹងឯងនឹងគឺជាការផ្សារភ្ជាប់រវាងទ្រឹស្ដីទៅនឹងការប្រតិបត្តិនឹងឯងបាទទី4បាទការបង្រៀនត្រូវធានាបាននៅចរិតសកម្មម្ចាស់ការហើយនឹងច្នៃប្រឌិតក្រោមការដឹកនាំរបស់គ្រូបាទអញ្ចឹងលំនាំនេះដែរដើម្បីឲ្យការអនុវត្តគោលការណ៍ទី4នេះទទួលបានជោគជ័យគ្រូនឹងអាចរៀបចំនៅសកម្មភាពដូចជាការដាក់បញ្ហាបាទឲ្យសិស្សនឹងដោះស្រាយហើយគាត់ជាអ្នកសម្របសម្រួលហើយកែលម្អហើយនឹងធ្វើការវាយតម្លៃបាទហើយកន្លងទៅនេះក៏យើងធ្លាប់បានអនុវត្តការសិក្សាស្រាវជ្រាវទៅលើវិធីសាស្ត្របង្រៀនរបស់យើងហើយយើងបានចងក្រងទុកជាឯកសារហើយយើងក៏បានផលិតចេញជាវីដេអូខ្លះទៀតដែរបាទអញ្ចឹងនេះគឺសិតតែអ្វីដែលយើងបានធ្វើទៅលើសពីកម្មវិធីដែលគេដាក់មកប៉ុន្តែដើម្បីឲ្យវាត្រូវជាមួយនឹងបរិបទនៃសង្គមហើយយើងផ្សារភ្ជាប់ជាមួយនឹង
គំនិតច្នៃប្រឌិតរបស់យើងពេលដែលយើងចេញទៅបង្រៀនយើងអាចព្យាយាមផលិតវីដេអូខ្លីៗតិចៗដើម្បីផ្ញើទៅឲ្យសិស្សយើងនឹងរៀននៅផ្ទះបន្ថែមបានដែរគោលការណ៍ទី5បាទការបង្រៀនត្រូវធានាឲ្យបាននៅចរិតអភ័ន្តរញ្ញាណបាទអញ្ចឹងចរិតអភ័ន្តរញ្ញាណយើងចង់សំដៅទៅលើការប្រើប្រាស់សម្ភារៈឬក៏បង្ហាញបាទវត្ថុឬបាតុភូតរូបភាពទាំងឡាយណានោះឲ្យលេចឡើងនៅចំពោះមុខសិស្សជាជាងកាលដែលយើងគ្រាន់តែទន្ទិញបាទឲ្យចាំមាត់ឬក៏សិស្សនឹងស្ថិតនៅក្នុងអរូបីតែម្ដងដូចជាករណីសិក្សាខាងលើអញ្ចឹងថាគាត់មកដល់គឺគាត់អត់បង្ហាញសម្ភារៈអត់អីទេអញ្ចឹងបើនិយាយពីការបង្រៀនគណិតគឺអាការកសាងបញ្ញត្តិហ្នឹងគឺខុសតែម្ដងបាទការកសាងបញ្ញត្តិវាត្រូវតែចេញទៅពីរូបិយពាក្យកណ្ដាលរូបិយពាក្យកណ្ដាលអរូបិយហើយបានដល់ការគិតបែបអរូបិយនឹងបានដូចគ្នាជាមួយនឹងគោលការណ៍ទី5របស់យើងដែរយើងនិយាយថាការបង្រៀនគឺត្រូវតែធានាបាននៅចរិតអភ័ន្តរញ្ញាណដោយឲ្យសិស្សហ្នឹងបានឃើញនៅសម្ភារៈឬក៏វត្ថុឬបាតុភូតហ្នឹងសិនទើបយើងអាចទៅដល់ការគិតបែបអរូបិយនឹងបានបាទឬក៏យើងអាចនិយាយបានថាការបង្រៀនត្រូវតែបង្រៀនពីងាយទៅលំបាកហ្នឹងហើយពីសាមញ្ញទៅលក្ខណៈស្មុគស្មាញគោលការណ៍ទី6បាទការបង្រៀនត្រូវធានាឲ្យសំទោសខុសមួយទៀតធានាឲ្យបានការនៅការពង្រឹងចំណេះដឹងបំណិននិងអរិយាប័ត្របាទអញ្ចឹងនៅត្រង់ចំណុចនេះជាក់ស្ដែងអ្នកទាំងអស់គ្នាគឺសិតតែបានធ្វើប៉ុន្តែប៉ុនជួនកាលនេះយើងមិនបានចាប់អារម្មណ៍ថាហេតុអីបានជាទាមទារឲ្យយើងជាគរុសិស្សហ្នឹងត្រូវមកគោរពទង់ជាតិមុននឹងចូលមកអញ្ចឹងអាហ្នឹងអាចថាវាគឺជាការដាស់តឿនក្រើនរំលឹកការអប់រំសិលធម៌វិន័យបាទបទបញ្ជាផ្ទៃក្នុងសម្រាប់សាលាយើងឬក៏សម្រាប់សាលាផ្សេងៗដែលគេតែងតែបានធ្វើហើយយើងអត់ដឹងថាហ្នឹងវាធ្វើឡើងក្នុងគោលបំណងអីគឺដើម្បីពង្រឹងនៅសមត្ថភាពឬក៏ចំណេះដឹងសិលធម៌ឬក៏អរិយាប័ត្ររបស់យើងនឹងឯងបាទហើយជាក់ស្ដែងនេះយើងបានផ្សារភ្ជាប់ជាមួយរូបរបស់យើងវាអាចធ្វើឡើងតាមរយៈការគោរពទង់ជាតិនឹងក៏បានឬក៏តាមរយៈការអប់រំសិលធម៌ទៅតាមមុខវិជ្ជានីមួយៗឬក៏ទៅតាមមុខវិជ្ជាការអប់រំសិលធម៌វិជ្ជាជីវៈនៅម្ដងហ្នឹងក៏មានដែរបាទគោលការណ៍ទី7បាទយើងនិយាយអំពីថាការបង្រៀនគឺត្រូវយកចិត្តទុកដាក់ទៅលើភាពដោយឡែករបស់សិស្សឬក៏វិសេសភាពរបស់សិស្សអញ្ចឹងនៅក្នុងករណីសិក្សារបស់យើងហ្នឹងមិញគឺបានឆ្លុះបញ្ចាំងចំណុចមួយយ៉ាងសំខាន់ថាការបង្រៀនរបស់លោកគ្រូខាងលើមិញនោះគឺគាត់អត់បានផ្ដោតសំខាន់ទៅលើសិស្សរបស់គាត់ទេដែលពីទូហ្នឹងគាត់មានបញ្ហាផ្លូវកាយផងផ្លូវចិត្តផងហើយគាត់មកពីគ្រួសារក្រីក្រផងប៉ុន្តែផ្ទុយទៅវិញគ្រូអត់បានយកចិត្តទុកដាក់ជាមួយនឹងភាពវិសេសភាពរបស់គាត់ឬក៏ភាពដែលឡែករបស់សិស្សនោះទេមិនតែប៉ុណ្ណោះភាពដែលវិសេសភាពរបស់សិស្សហ្នឹងគឺមិនសំដៅគ្រាន់តែផ្លូវចិត្តផ្លូវកាយប៉ុណ្ណឹងទេវាអាចពាក់ព័ន្ធជាមួយនឹងកត្តាគ្រួសារសិស្សបាទវាពាក់ព័ន្ធជាមួយនឹងកម្រិតនៃការយល់ដឹងហើយពាក់ព័ន្ធជាមួយនឹងសាសនាពាក់ព័ន្ធជាមួយនឹងជំនឿបាទអញ្ចឹងកត្តាទាំងអស់នេះហើយដែលគ្រូមុននឹងជ្រើសរើសខ្លឹមសារបាទជ្រើសរើសសកម្មភាពណាមួយយកទៅបង្រៀនសិស្សនោះគាត់គួរតែគិតពីវិសេសភាពរបស់សិស្សនោះដែរឧទាហរណ៍ថាប្រសិនបើនៅក្នុងថ្នាក់រៀនមួយបាទមានសំទោសអានេះយើងឧទាហរណ៍ទេបាទសេងពរចាគាត់គឺជាអ្នកកាន់សាសនាអ៊ីស្លាមអញ្ចឹងណាបាទអញ្ចឹងនៅក្នុងមេរៀនហ្នឹងគឺហាក់ដូចថានិយាយអំពីពុទ្ធសាសនាប៉ុន្តែគ្រូគាត់ហាក់ដូចជាលើកតម្លៃខ្ពស់ទៅលើពុទ្ធសាសនាហើយបើលើកខ្ពស់ក៏ខ្ពស់ចាស់ប៉ុន្តែយើងមិនត្រូវអាចថាធ្វើការផ្ដល់នៅគំនិតបែបរើសអើងសាសនាឬក៏ការអប់រំដែលវាអត់មានលក្ខណៈស្មើភាពគ្នារវាងសាសនានឹងទេអញ្ចឹងគឺយើងត្រូវតែគោរពទៅលើជំនឿទៅលើសាសនារបស់សិស្សរបស់យើងដែរហើយក៏យើងត្រូវគិតអំពីការជ្រើសរើសខ្លឹមសារនិងវិធីសាស្ត្របង្រៀននៅក្នុងការបង្រៀនរបស់យើងនឹងសរុបឡើងវិញសន្និដ្ឋាននៅក្នុងការបរៀនហ្នឹងវាមានគោលការណ៍ទាំង7ហ្នឹងប៉ុន្តែគោលការណ៍ទាំង7នេះវាត្រូវបានអនុវត្តតាំងពីមុនរហូតមកដល់បច្ចុប្បន្នហ្នឹងក៏ត្រូវតែអនុវត្តដែរប៉ុន្តែគាត់ថាការអនុវត្តខ្លះវាប្រែប្រួលហើយវាមានចំណុចពិសេសរៀងខ្លួនទៅតាមគោលការណ៍នីមួយបាទអញ្ចឹងមេរៀនរបស់យើងហ្នឹងមានប៉ុណ្នេះហើយយើងអាចចុងក្រោយយើងនឹងទៅលេងល្បែងសិក្សាដើម្បីចង់ដឹងថាអ្នកទាំងអស់គ្នានឹងយល់បានប៉ុន្មានទៅលើមេរៀនរបស់យើងតែឥឡូវយើងចាប់ផ្ដើមលេងហើយអាចថាធ្វើការសម្រេចចិត្តជ្រើសរើសឲ្យលឿនបន្តិចព្រោះដោយសារយើងមានរយៈពេលតែ20វិនាទីទេក្នុងសំណួរមួយតោះចាប់ផ្ដើមសំណួរទី1
តើគោលការណ៍បង្រៀនមានចំនួនប៉ុន្មានបាទស្រួលសំណួរទី1បើជ្រើសរើសឲ្យទាន់វាអាចពាក់ព័ន្ធជាមួយនឹងអ៊ីនធឺណិតដែរបាទអូមានម្នាក់ខុសទៀតបាទគោលការណ៍បង្រៀនគឺមាន6បាទហ្នឹងហើយបាទអញ្ចឹងយើងត្រូវបានភាគច្រើនបាទទៅបន្ទាប់ទៀតបាទបាលីលឿនជាងគេបាទចាសំណួរទី2តើគោលការណ៍បង្រៀនមានន័យដូចម្ដេចបាទគោលការណ៍បង្រៀនគឺជាទស្សនៈឬក៏និយមបាទនៅក្នុងការដឹកនាំសកម្មភាពបង្រៀននិងរៀនបាទអរគុណច្រើនយើងត្រូវទាំងអស់គ្នាបាទសំណួរទី3ការបង្រៀនត្រូវធានាឲ្យបាននៅចរិតអប់រំមានន័យថាបាទមានន័យថាចំណេះដឹងត្រូវតែផ្ដល់នៅចំណេះដឹងបំណិននិងអរិយាប័ត្របាទសំណួរទី4បាទបាលីនៅរក្សាតំណែងលេខ1ដដែលបាទចាសំណួរទី4គោលការណ៍ណាដែលផ្ដោតលើការត្រេះរិះនិងវិទ្យាសាស្ត្រត្រឹមត្រូវបាទគោលការណ៍ដែលផ្ដោតទៅលើការត្រេះរិះនិងវិទ្យាសាស្ត្រត្រឹមត្រូវគឺការធានាបាននៅចរិតវិទ្យាសាស្ត្របាទហ្នឹងហើយការបង្រៀនត្រូវធានាបាននៅចរិតវិទ្យាសាស្ត្របាទនេះនៅបាលីដដែលសំណួរទី5តើការបង្រៀនទ្រឹស្ដីផ្សារភ្ជាប់ទៅនឹងការអនុវត្តផ្ទាល់ស្ថិតនៅក្នុងគោលការណ៍មួយណាក្នុងចំណោមគោលការណ៍ទាំង7បាទអញ្ចឹងគឺជាគោលការណ៍ធានាបាននៅចរិតប្រតិបត្តិបាទនៅបាលីគាត់នៅរក្សាបានបាទមកដល់សំណួរទី6មានតែគេអាចត្រូវបំបែកឯកតកម្មទម្លាក់បាលីចុះបានទេតើគោលការណ៍ណាដែលលើកទឹកចិត្តសិស្សបាទឲ្យសកម្មហើយនឹងម្ចាស់ការបាទអញ្ចឹងគឺគោលការណ៍ធានាបាននៅចរិតសកម្មម្ចាស់ការក្រោមការដឹកនាំសកម្មភាពរបស់គ្រូបាទឋានៈណាឋានៈចិត្តឡើងដែរហើយមកសំណួរទី7ការប្រើរូបភាពវត្ថុឬក៏សម្ភារៈបានស្ថិតនៅក្នុងគោលការណ៍មួយណាបាទគឺគោលការណ៍ធានាឲ្យបាននៅចរិតអភ័ន្តរញ្ញាណបាទសំណួរទី8ការពង្រឹងចំណេះដឹងបំណិននិងអរិយាប័ត្របាទមានគោលបំណងសំខាន់អ្វីបាទគឺមានគោលបំណងនៅក្នុងការពង្រឹងចំណេះដឹងសិស្សហើយនឹងឲ្យសិស្សហ្នឹងអនុវត្តបានកាន់តែល្អប្រសើរបាទសំណួរទី9បាទយើងនៅសល់2សំណួរទៀតយកប្រឹងប្រែងបាទការយកចិត្តទុកដាក់ទៅលើភាពដែលឡែករបស់សិស្សមានន័យថាបាទហ្នឹងហើយគឺមានន័យថាការបង្រៀនត្រូវបង្រៀនទៅតាមកម្រិតយល់ដឹងរបស់សិស្សនិងលក្ខណៈរបស់សិស្សដែរបាទសំណួរចុងក្រោយ
mà sớm nuôi trong cái đây vali bạn trang cho nên nơi lơ mà sớm nuôi này ấyបាទចឹងបើយើងអត់គោរពតាមគោលការណ៍នៃការបង្រៀនទេគឺគោលការបរៀនរបស់យើងគឺពុំមានប្រសិទ្ធភាពពេញលេញទេបាទហ្នឹងហើយអញ្ចឹងឥឡូវយើងមើលថាតើអ្នកណាគេបានលេខ1នៅក្នុងការធ្វើតេស្តនេះបាទអូយណាគេខ្ញុំអូតាលីលេខ2អញ្ចឹងផាណាអបអរសាទរផាណាយេបាទអញ្ចឹងមេរៀនយើងសន្មត់ថាចាប់ប៉ុណ្ណឹងហើយslide ហើយនឹងកិច្ចការស្រាវជ្រាវចាំខ្ញុំផ្ញើជូនអ្នកនរគ្នានៅក្នុងក្រុម Telegram របស់យើងបាទបងប្អូនដែលមកក្រោយឆ្លងតាមជួរក្រោយទៅណាអត់មានទៅឈ្មោះគឺអ្នកមុខអ្នកអីទេមើលតាមជំនុំដែលលោកគ្រូបានគ្រូឲ្យលើបទថ្នាក់នេះថ្នាក់ទី1នេះបងប្អូនឆ្លងតាមក្រុមដែលប្រកាន់ខាង